កូនយើងជួបគ្នាជាមួយនឹងវិញ្ញាសាទី3សម្រាប់ត្រៀមប្រឡងឆមាសទី2ថ្នាក់ទី10នេះចាអញ្ចឹងមួយគឺយើងជ្រើសរើសរូបមន្តស្ទើរលាតរបស់បុយមួយឯនគឺមួយណាចាបុយយើងកបូនមករាប់សិនមេ A Pro បុយមកហើយឯនគឺសម្ព័ន្ធ2ជាន់ចាយើងជ្រើសរើសមកគួរមួយណាលេខ2ប្រតិកម្មរវាង A តែនិង E សែនចាស្តៀងវិញ្ញាសាទី3ដែរ A តែនិងបូក E សែនគឺប្រតិកម្មអីប្រតិកម្មបូកចំនួនឬក៏ចំហេះឬក៏បំបែកចាអេតានប្រតិកម្មមួយ HBr តើវាបង្កើតបានអីយើងសេសមីការទៅយើងនឹងបង្កើតបានអីស្តៀងជាមួយនឹងវិញ្ញាសាទី2តែគាត់ថាមួយយើងសួរមួយយើងសរសេរវាមានភាពឆ្លាស់គ្នាតិចតួចចាលេខ4ប្រតិកម្មរវាងអេតែននិងទឹកបង្កើតបានអីចាយើងសេសមីការទៅយើងនឹងថាបានអីអេតែនបូកទឹកអេតែនគឺកាបូន2សម្ព័ន្ធ2ជាន់ហើយបូកទឹកចាមកលេខ2រងម៉ាំងគឺយើងលំហាត់លេខដៃក្នុងអាស៊ីតហើយរកកំហាត់ជាម៉ូលចាកំហាត់ជាម៉ូលស្មើ A ស្មើ N លើ VS រក N រកបែបណា N ស្មើ M ទៅលើ M ធំបញ្ចាំម៉ូលតាមសមីការប្រើមេគុណចាយើងធ្វើមកត្រូវហើយនេះរូបមន្តអាល់ស៊ីនមួយគេដុតអាល់ស៊ីនគឺចំហេះអាល់ស៊ីនចាអាការមុនមានថាទី1ចំហេះអាល់កានេះចំហេះអាល់ស៊ីនអាល់ស៊ីនគឺ CN-HPN ដក2យើងទេសមីការដូចគ្នាទេយើងធ្វើសំណាងមកដូចគ្នាដែរគាត់ឲ្យថាមួយCN-HPN បូក2មួយ CN-HPN ដក2តែរបៀបរកវាដូចគ្នាចាហើយលេខ3គឺគេឲ្យមៀតលបាយហើយគេឲ្យរកភាគរយជាមៀតចាមិនមែនភាគរយជាម៉ូលទេគឺភាគរយជាមៀតតើស្មើនឹងប្រមាណភាគរយជាមៀតភាគរយមៀតស្មើមៀតរបស់វាគុណ100ចែកមៀតសរុបទៅមៀតសរុបរបស់វាគឺ30ចឹងគោលម្ដងវាគឺរកមៀតAទីឡាននិង A តែនឬAC D line និង A D line ចា C2 H2 នេះ Pro pin A tin ឬក៏ AC D line នេះ A តែនឬក៏ A D line ចាគេសួររក AC D line គឺគេសួររកភាគរយរបស់ C2 H2 គឺយើងស្មើនឹងមៀតរបស់វាគុណ100ចែកមៀតសរុប30មកចាអញ្ចឹងយើងទៅមើលអត្រាកំណែទាំងអស់គ្នាទី1បុយមួយឯនគឺកចាត្រូវអត់ទៅមើលបុយរកមេ A Pro បុយឯនសម្ព័ន្ធ2ជាន់នៅទីតាំងទី1អញ្ចឹងបុយមួយឯនបាទនេះគឺបុយ2ឯនគឺសម្ព័ន្ធ2ជាន់នៅទីតាំងទី2អានេះបុយដែរតែមួយអ៊ីនពោះសម្ព័ន្ធ3ជាន់អានេះគឺបុយដែរតែបុយតាមសម្ព័ន្ធ1ជាន់ចាលេខ2ប្រតិកម្មរវាង A តែននិង E ដ្រូសែនជាប្រតិកម្មបូក A តែនសម្ព័ន្ធ2ជាន់ហើយពេលយើងបូក E សែនទៅវាចេញសម្ព័ន្ធ1ជាន់គឺអាល់កាវាជាប្រតិកម្មបូកចាមិនមែនចំហេះទេចំហេះជាក្បួនឌីអុកស៊ីតហើយនឹងទឹកឯចំនួនមានន័យថាមានអ្នកចេញមានអ្នកចូលឯបំបែកមានវាបែកចេញពីគ្នាតែនេះគឺវាបូកថែមពីលើចាអញ្ចឹងវាជាប្រតិកម្មបូក A តែនប្រតិកម្មមួយ E សែនប្រូមួអញ្ចឹងបង្កើតបានអីគឺបូកA តែនសម្ព័ន្ធ2ជាន់អញ្ចឹងយើងបូកទៅតែសម្ព័ន្ធ2ជាន់ទៅបូកព្រម2ដោយបូក E សែនដែរអញ្ចឹងបើសិនជាបូក E សែនយើងដាក់ C2 អានេះ54បូកថែម52ទៀត56តែយើងបូកអ្នកគ្រូខុសបន្តិចកន្លែងនេះចា CH A តែនប៉ុន2ជាន់ CH ហើយលេខ2អ្នកគ្រូច្រឡំបូកជាមួយ D Pro អញ្ចឹងយើងបូកជាមួយ HBr ទេចាបូកមួយ HBr គឺវា HBr អញ្ចឹងដោយអាមុនអញ្ចឹង H1 ចេញតែនេះ H ស្មើគ្នាអញ្ចឹងវាចេញ C សម្ព័ន្ធមួយជាន់ហើយ CH ហើយ BR ហើយ H ហ្នឹងនៅ2ដដែលពួកវាបូកព្រមទៅលើហ្នឹងហើយអាមួយទៀតវាបូក H ទៅលើហ្នឹងចេញ H 2បូក H 1ចេញ H 3ចាអញ្ចឹងគឺយើងខុសបច្ចេកទេសបន្តិចដោយសារតែអត់បានមើលឲ្យគ្រប់ជ្រុងជ្រោយចាអញ្ចឹងយើងសាកដបងធ្វើទាំងអស់គ្នាមកចាអញ្ចឹងធ្វើដូរមកយើងបាននេះ C2H5BR គឺអក្សរខចាអក្សរខបានជាចម្លើយត្រឹមត្រូវអញ្ចឹងយើងលុបអក្សរខមកវិញមកលេខ4 A តែនឹងទឹកចា A តែនឹងទឹកយកអានេះបូកទឹកម្ដងអ្នកគ្រូភ្លេចសរសេរបកស្រាយបន្តិចចាអញ្ចឹងយើងបូកទឹកទៅវាយើង H2O
ចាយើងទទួលបានអី FPO គឺយើងនឹងទទួលបានអេតាណុលតែអេតាណុលនឹងរូបមន្តម៉េចចានេះពូហាស់ហ្នឹងអានថាអុលហើយកាបូន2ហ្នឹង A អញ្ចឹង A តាណុលចានេះ A តាណុលចាលេខ2រ៉ូម៉ាំងគឺរំលាយក្នុងទឹកទទួលបានអំបិលហើយគេសួររកកំហាប់អំបិលហ្នឹងអញ្ចឹងយើងត្រូវរកម៉ូលដែលគេឲ្យនឹងសិនគឺម៉ូលដែកចាម៉ូលដែកស្មើម៉ាស់យ៉ៃម៉ាស់ម៉ូលម៉ាស់ 5.6 ម៉ាស់ម៉ូល56 0.1 តើមកយើងវិចាររកម៉ូលរបស់អំបិលនឹងឯងម៉ូលរបស់អំបិលគឺស្មើនឹងម៉ូលដែកព្រោះមេគុណដូចគ្នា1មេគុណ1អញ្ចឹងឃើញម៉ូលអំបិលហើយរកកំហាប់មក n លើ vs 0.1 0.25 ចម្លើយឃើញ 0.4 ឬក៏ 0.40 ចាឯលេខ3គេដុតអាស៊ីនចឹងដូចអ្នកគ្រូប្រាប់អញ្ចឹងណាអ្នកជួជឿរើសចម្លើយខហើយយើងមើលដំណោះស្រាយតើខមែនអត់ចឹងអាស៊ីន CN ហាពី n ដក2ចឹងបូកអុកស៊ីហ្សែនគឺបាន CN បូកទឹកចឹងកន្លែងនេះដក2តែនេះវាទៅជា n ដក1ហើយអានេះទៅជា 3n ដក1ចែក2ហើយយើងធ្វើសមាមាត្រជាម៉ាស់គេឲ្យកាបូនម៉ាស់កាបូនឌីអុកស៊ីតហើយនឹងទឹកចឹងយើងមិនបូកម៉ាស់ម៉ូលអាល់ស៊ីននេះទេចឹងដាក់តែម៉ាស់ម៉ូលកាបូនឌីអុកស៊ីតមក 44n ម៉ាស់ម៉ូលទឹកគឺ18គុណនឹង n 18n 18គុណដក1ដក18ហើយម៉ាស់គេឲ្យមក 13.2 នេះ 3.6 ធ្វើសមាមាត្រមកចាយើងធ្វើសមាមាត្រយើងគុណពលាទៅហើយយើងទាញតម្លៃ n ឃើញ3អញ្ចឹងយើងជួសចូលទៅ CN ហាពី n ដក2ទៅជា C3 ហាស់4ចាសម្រាប់លេខ3រ៉ូម៉ាំងនេះគឺរកភាគរយជាមាត្ររបស់អាសេទីឡានគឺយើងត្រូវរកមាត្រអេសាតអាសេទីឡានសិនចាអញ្ចឹងមាត្រអាសេទីឡានយើងមើលចម្លើយរបស់អ្នកគ្រូដោះស្រាយឲ្យអត់បានគ្រីស66ជា66អញ្ចឹងប្រហែលជា67នេះចម្លើយរបស់វា61 66យ៉ាលេខអត់ដាច់អញ្ចឹងចម្លើយរបស់វាគឺប្រហែលនឹង67ចាចម្លើយ C អញ្ចឹងយើងមើលដំណោះស្រាយដំបូងយើងត្រូវគិតថា C2 ហាស់2និង C2 ហាស់4នោះបដកម្ម1 equation ដូចគ្នាអត់បើបដកម្មដូចគ្នាយើងត្រូវសេសមីការ2ដូចនេះយើងត្រូវតាំង2អញ្ញត្តិដែរអញ្ចឹងអានេះជាអាល់ស៊ីន1003ជាន់នេះជាអាល់សែន1002ជាន់អញ្ចឹងយើងត្រូវសេសមីការ2អញ្ចឹងដូចនេះយើងត្រូវតាំង2អញ្ចឹងនេះគឺតាំង x ឬក៏តាំង v អងជា y ក៏បានដែរតាំង x ជាមាត្ររបស់ C2 ហាស់2ហើយ y ជាមាត្រ C2 ហាស់4អញ្ចឹងគេប្រាប់មាត្រ2ហ្នឹង30អញ្ចឹងយើងបាន x បូក y ស្មើ30តាំងអញ្ញត្តិតាំងសមីការ a មួយមកតោះមកសេសមីការតាំងបដកម្មចាសមីការតាំងបដកម្មអញ្ចឹងបើសិនជាយើងវិចារមាត្របានឧស្ម័នយើងវិចារមាត្រដោយវិចារម៉ូលបានអញ្ចឹងបាទនេះមាត្រវា x ចានេះមេគុណ2នាំឲ្យមាត្រវា 2x អ៊ីសូសែនណាមីការមួយទៀតវាត្រូវការ2ព្រោះវាជាអាល់សែនវាត្រូវការអ៊ីសែន2ដើម្បីកើតអាល់កានអាល់ស៊ីនអាល់សែនបានយើងត្រូវការអ៊ីសែន1បង្កើតអាល់កានដោយវិញ្ញាសាមុនមកដែរចានិយាយពីប្រតិកម្មហ្នឹងអញ្ចឹងបើអាល់សែននេះ x នេះ x ដែរអញ្ចឹងយើងមើលអ៊ីសែនខាងលើយើងគឺ 2x ខាងក្រោមយើងគឺ y ហើយមានអ៊ីសែន0គេឲ្យ50អញ្ចឹងយើងបាន 2x បូក y ស្មើនឹង50ហើយយើងចងពន្ធសមីការ a និង b មកហើយយើងដោះស្រាយមកយើងឃើញ x ស្មើនឹង20យើងដកបំបាត់យក 2x ដក x បាន x 50ដក30ឃើញ20 x y ដក y 0ចាអញ្ចឹងយើងឃើញភាគរយ x របស់យើងគឺស្មើនឹង x ហ្នឹងជារបស់ណាគេ x ជា C2 ហាស់2អញ្ចឹងយើងយកតម្លៃ20គុណ100ចែក30ទៅ66.61ច្រើនហ្នឹងចឹងយើងបូកទៅ67%ចាសាកល្បងសួរម្ដងទៅទាំងអស់គ្នាចា